ដេញតាមគាត់នៅក្បែរនោះគាត់ត្រូវបានបំពោលដោយត្រកូលឈីឡុងហើយមិនអាចទៅឆ្ងាយបានទេប៉ុន្តែព្រះអង្គម្ចាស់បានបញ្ជាខ្ញុំត្រូវជួបគាត់តើអ្នកណាចង់ជួបគាត់នាងក្មេងនេះនិយាយថានាងជាសត្វចម្លែករបស់ប្រជាជនឈីខ្ញុំត្រូវតែចេញពីទីនេះជួយសង្គ្រោះខ្ញុំភ្នែករបស់គាត់ដូចពេលដែលខ្ញុំត្រូវបានសម្ដេចសង្គប់ពីលើដើមឈើដើម្បីជៀសវាងការត្រូវថ្មបុកតើគាត់ក៏ជាមនុស្សគួរឲ្យអាណិតដែលមិនត្រូវបាននាំមកដោយប្រជាជនរបស់គាត់ដែរឬមានចលនានៅទីនោះទៅពិនិត្យមើលវាព្រលឹងដ៏គួរឲ្យទាក់ទាញគ្មានប្រយោជន៍មនុស្សរាប់រយនាក់បានចាប់បាននាងពាក់កណ្ដាលដែលរងរបួសយ៉ាងធ្ងន់ធ្ងរហើយគាត់គ្រាន់តែបាត់ខ្លួនទៅក្នុងខ្យល់ស្ដើងព្រះអង្គម្ចាស់ទី2ស្ងប់ចិត្តព្រៃនោះជាកន្លែងដែលម៉ែជាងចូលមកក្នុងផែនដីអារម្មណ៍របស់គាត់ខ្លាំងពេកបងប្អូនឲ្យយើងមិនអាចចូលបានទេខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ប្រសិនបើគាត់មិនស្លាប់នៅក្នុងទីក្រុងនាគទេខ្ញុំនឹងមិនអាចអង្គុយលើបល្ល័ង្ករបស់ខ្ញុំជាស្ដេចនាគបានទេលែងគាត់ទៅដុតភ្នំដើម្បីបង្ខំគាត់ចេញម៉ៃជាងលែងគាត់ទៅខ្ញុំបានជួយសង្គ្រោះអ្នកជាមនុស្សអាក្រក់ម៉ៃជាងអ្នកហ៊ាននិយាយអំពីការសង្គ្រោះមនុស្សមែនទេអ្នកសុំនឹងទទួលបានតែអាហាររបស់ខ្ញុំប៉ុណ្ណោះស្វែងរកដោយប្រុងប្រយ័ត្នស្នាមប្រឡាក់ឈាមពីមុនបានឈប់នៅទីនេះត្រូវតែមាននរណាម្នាក់នៅទីនេះប្រញាប់ឡើងដំបងពីទម្រង់ពីស្នាកថ្មនិងទម្រង់វិញ្ញាណដែលបែកខ្ញែកគ្មានអ្វីចម្លែកទេដែលអ្នកបានคล้ายជាទម្រង់ពាក់កណ្ដាលមនុស្សពាក់កណ្ដាលនាគនេះខូខើពេកហើយជ្រលងភ្នំវិញ្ញាណថ្មកំពុងពឹងផ្អែកលើអ្នកនៅថ្ងៃនេះវាកំពុងបឺតឈាមពីចេញពីរាងកាយរបស់អ្នកស៊ូទ្រាំនឹងភាពត្រជាក់វាត្រជាក់ណាស់ភាពត្រជាក់របស់ស្មៅពុលទឹកក៏ខ្លាំងពេកបង្កឲ្យមានថ្នាំពុលត្រជាក់នៅក្នុងវាប្រសិនបើរឿងនេះនៅតែបន្តវានឹងកករហូតដល់ស្លាប់មិនអីទេអ្នកនឹងមិនអីទេតើអ្នកហ៊ានធ្វើដូចម្ដេចតើអ្នកបានធ្វើអ្វីមកលើខ្ញុំកំពុងជួយសង្គ្រោះអ្នកប្រសិនបើមិនមែនដោយសារសัญลักษณ์ B ទាំង5ដែលខ្ញុំបានឲ្យអ្នកទេអ្នកនឹងក្លាយជារូបចម្លាក់ទឹកកកជាយូរមកហើយម៉ៃជាងតែងតែមានចំនួនជាមួយត្រកូលនាគហេតុអ្វីបានជាអ្នកមានចិត្តល្អម្ល៉េះប្រាប់ខ្ញុំមកតើអ្នកមានគោលបំណងអ្វីខ្ញុំគ្រាន់តែគិតថាអ្នកដូចជាខ្ញុំជាមនុស្សគ្មានប្រយោជន៍ដែលមិនអាចចិញ្ចឹមជ្រលងភ្នំជីវិតរបស់ពួកគេបានត្រឹមត្រូវការរស់នៅគឺជាការខ្ជះខ្ជាយអាហារខ្ញុំជាអ្នកគ្រប់គ្រងកម្ពុជានៃអាណាចក្រទាំង3តើខ្ញុំអាចមានអំណួតខ្លាំងដល់ថ្នាក់ប្លន់អ្នកដោយរបៀបណានៅពេលដែលខ្ញុំទទួលបានអំណាចរបស់ខ្ញុំមកវិញខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិនិងកិត្តិយសដល់អ្នកហើយនាំអ្នកចេញពីកន្លែងដ៏វេទនានេះវាជាការសន្យាព្រះអង្គម្ចាស់ទី2សូមធានាចុះឡុងជេនរងរបួសយ៉ាងធ្ងន់ធ្ងរគាត់មិនអាចរត់គេចខ្លួនបានទេទុករឿងនេះឲ្យខ្ញុំមិនអីទេដរាបណាអ្នកជួយខ្ញុំសម្រាប់ឡុងជេនអ្នកអាចជ្រើសរើសទ្រព្យសម្បត្តិណាមួយរបស់ត្រកូលនាគកម្ដៅធម្មតានិងស្វាមីបរទេសគឺមិនចាំបាច់ទេថ្នាំពុលត្រជាក់បានឈ្លានពានបេះដូងរបស់អ្នករួចហើយបន្ទាប់មកអ្នកអាចស្លាប់មានវិធីមួយទៀតប្រើជ្រលងភ្នំជីវិតរបស់ខ្ញុំដើម្បីចូលទៅក្នុងបេះដូងរបស់អ្នកជឿខ្ញុំចុះខ្ញុំនឹងព្យាបាលថ្នាំពុលត្រជាក់ប៉ុន្តែសត្វល្អិតបុរាណនេះមានទំនាក់ទំនងជាមួយជីវិតរបស់ខ្ញុំបើខ្ញុំបរាជ័យខ្ញុំក៏នឹងស្លាប់ដែរអ្នកឆ្កួតហើយដោយប្រើឈាមជាកាតាលីករយើងនឹងរស់នៅនិងស្លាប់ជាមួយគ្នាជើងរបស់ខ្ញុំបានជាសះស្បើយហើយមានអ្វីកើតឡើងហេតុអ្វីបានជាខ្ញុំបរាជ័យជ្រលងភ្នំវាសនារបស់ខ្ញុំអាចត្រូវបានរួមបញ្ចូលយ៉ាងល្អឥតខ្ចោះជាមួយនរណាម្នាក់ដែលអ្នកពិតជាស្រឡាញ់ហើយគ្មានចិត្តណាលាក់កំបាំងគាត់បដិសេធអ្នកដែលមានន័យថាចំណងរបស់យើងមិនរឹងមាំគ្រប់គ្រាន់ទេតើអ្នកឈ្មោះអ្វីអាស៊ូអាយខ្ញុំនឹងចងចាំវាមនុស្សនៅខាងក្នុងស្ដាប់ប្រគល់ត្រកូលរបស់អ្នកមកបើមិនដូច្នោះទេខ្ញុំនឹងហែកអ្នកជាបំណែកពួកគេកំពុងមកទៅកុំបារម្ភពីខ្ញុំមានវិធីមួយទៀតអ្នកត្រូវរៀនអាត់កំបាំងប្រកួតប្រជែងមួយដែលហៅថាការដាំដុះពីដរាបណារាងកាយនិងចិត្តរបស់យើងរួបរวมគ្នាទាំងស្រុងយើងអាចធ្វើឲ្យប្រភពដើមពូជនាគរបស់អ្នកសកម្មភ្លាមរដ្ឋមន្ត្រីនាគផ្ដោតអារម្មណ៍យើងបានបង្កើតចំណងមួយហើយអារ៉ានអ្នកពិតជាមិត្តស្រីរបស់ខ្ញុំតើអ្នកសុខសប្បាយជាទេដំណើរការសម្របសម្រួលអំណាចមិនទាន់មានស្ថិរភាពនៅឡើយទេអាលួនខ្ញុំដឹងថាអ្នកនៅខាងក្នុងខ្ញុំនឹងផ្ដល់ឲ្យអ្នករាប់10ដងបើអ្នកមិនប្រគល់ត្រកូលរបស់អ្នកទេខ្ញុំនឹងសម្លាប់មិត្តភ័ក្តិរបស់អ្នកម្នាក់ជារៀងរាល់នាទីបើខ្ញុំធ្វើខ្ញុំនឹងចោទប្រកាន់ពួកគេខ្ញុំនឹងចេញទៅចរចាជាមួយគាត់អ្នកអាចឆ្លៀតឱកាសនេះដើម្បីរត់គេចពីចោររងឹតគាត់ប្រកាសជាស្លាប់ខ្ញុំបាននិយាយថាខ្ញុំនឹងនាំអ្នកទៅឆ្ងាយបើយើងមិនអាចប្រយុទ្ធបានទេយើងនឹងប្រយុទ្ធដើម្បីរកផ្លូវចេញកម្លាំងបច្ចុប្បន្នរបស់អ្នកមិនអាចប្រៀបផ្ទឹមបាននឹងសូត្រមាសដ៏អស្ចារ្យនោះទេការចេញទៅក្រៅគឺជាការធ្វើអត្តឃាតពួកគេមិនអនុញ្ញាតឲ្យយើងទៅទេអាលួន